បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀត Struggle Life ហើយសង្ឃឹមថាបងប្អូនពុកម៉ែទាំងអស់គ្នាពេញចិត្តនៅវីដេអូដែលខ្ញុំបានធ្វើនៅក្នុង Channel មួយនេះហើយបន្តការគាំទ្រជានិរន្តរ៍តទៅបាទអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងចង់ចែករំលែកនៅជំហានមួយទៀតទាក់ទងទៅនឹងថានៅពេលដែលយើងសម្ភាសជាប់ហើយទទួលបានចុងសន្លឹកពណ៌ផ្ទៃមេឃហើយតើយើងនឹងត្រូវធ្វើអ្វីបន្តទៀតអញ្ចឹងដំណាក់កាលបន្ទាប់ពីយើងបានសម្ភាសជាប់នេះគឺយើងនៅមានការងារដែលយើងត្រូវធ្វើមួយទៀតនោះគឺយើងត្រូវតែបំពេញ form មួយចំនួនដើម្បីទៅយក visa ធ្វើយ៉ាងណាឲ្យហើយមុនយើងទៅយក visa ឬក៏មុនថ្ងៃកំណត់ដែលគេឲ្យយើងទៅយក visa សម្រាប់ខ្ញុំជាក់ស្ដែងដូចជាពេលដែលខ្ញុំសម្ភាសជាប់ហើយខ្ញុំមកដល់ផ្ទះវិញគឺខ្ញុំចាប់ដើមធ្វើ form នឹងភ្លាម form នោះគឺយើងជាដំបូងគឺយើងត្រូវតែចូលទៅក្នុង website មួយ US Visa Scheduling ដើម្បីទៅបង្កើតនៅគណនីនៅក្នុង website មួយនឹងជាមុនសិនបន្ទាប់មកទើបយើងបាន account ហើយចូលទៅបើក account ទើបឲ្យមានជាការបំពេញបែបបទទៅតាមសមាជិករបស់យើងថាតើមានប្រមាណអ្នក4អ្នក5អ្នកទៅតាមស្ថានភាពជាក់ស្ដែងរបស់អ្នកទាំងអស់គ្នាណាប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែចាំថា email នៅក្នុងមនុស្សម្នាក់ត្រូវតែមាន email មួយអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានសមាជិក3នាក់អញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែត្រៀម email ក្នុងការបង្កើតគណនីនៅក្នុង US Visa Scheduling ដំបូងដែលខ្ញុំនិយាយមិញហ្នឹងមួយបន្ទាប់មកត្រូវការ email 3បន្ថែមទៀតបើសិនជាអ្នកទាំងអស់គ្នាមានសមាជិក3នាក់បើមានសមាជិក3នាក់បើមាន5នាក់អញ្ចឹងយើងត្រូវការ email បន្ថែម5ហ្នឹងទៅemail ដំបូងដែលខ្ញុំនិយាយថា US Visa Scheduling ហ្នឹងអាហ្នឹងដឹងតែមួយហើយអញ្ចឹងបើសិនជាយើងជាបេក្ខជនដែលជាប់ឆ្នោតឧទាហរណ៍ខ្ញុំជាក់ស្ដែងចុះឧទាហរណ៍ថាគ្រួសាររបស់ខ្ញុំមានគ្នា5នាក់ក៏ប៉ុន្តែខ្ញុំជាបេក្ខជនជាប់ឆ្នោតអញ្ចឹងខ្ញុំចូលទៅបង្កើតនៅគណនីនៅក្នុង website US Visa Scheduling នឹងមួយបន្ទាប់មកសមាជិករបស់ខ្ញុំមានគ្នារាប់ទាំងខ្ញុំដែរគឺ5នាក់អញ្ចឹងចូលទៅបំពេញបែបបទដើម្បីទៅយក visa នោះ5នាក់គឺ5 email បាទអញ្ចឹងយើងទាមទារ email ច្រើនបន្តិចបាទហើយការបំពេញវាអត់មានអីពិបាកទេបើសិនជាអ្នកទាំងអស់គ្នាចេះអង់គ្លេសក៏អង់គ្លេសទៅប៉ុន្តែបើសិនជាមិនចេះអង់គ្លេសទេយើងពេញខ្មែរទៅបាទយើងពេញជាភាសាខ្មែរទៅហើយនីតិវិធីយើងធ្វើទៅតាមការរៀបរាប់របស់គេទៅគេនិយាយជាភាសាខ្មែរទេបាទហើយតាមពិតទៅខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នានៅរបៀបដំណើរការនៃការធ្វើនោះដែរក៏ប៉ុន្តែខ្ញុំចូលបានតែពាក់កណ្ដាលវានៅមួយកណាត់ទៀតវាចេះតែ error តាមពិតតាំងតែពីខ្ញុំធ្វើដំបូងម្លេះដោយសារតែ system ខ្ញុំនៅចាំការពីចុងខែ9ឆ្នាំ2024គេដាក់ថាគេនឹងគេដូរ system ថ្មីដល់អញ្ចឹងការចូលទៅវាចេះតែ error វាតែងតែ error វីដេអូនេះខ្ញុំចង់និយាយរឿងដំណាក់កាលដែលយើងត្រូវធ្វើបន្ទាប់ពីសម្ភាសជាប់ហើយមុននឹងទៅយក visa អញ្ចឹងការទៅយក visa យើងធ្វើform នឹងរឹតតែបានលឿនគឺរឹតតែបាន visa ឆាប់យើងអាចទៅយកបានបាទអញ្ចឹងសង្ឃឹមថាអ្នកនរអាចធ្វើបានណាអូខេអញ្ចឹងយើងជួបគ្នានៅវីដេអូបន្តទៀតដែលខ្ញុំនឹងមានអ្វីជាការចែករំលែកបន្តទៀតជាច្រើនបាទកុំភ្លេច Subscribe Channel របស់ខ្ញុំមួយផងបាទអរគុណបាយបាយជម្រាបលា